ដើម្បីជួយកុមារក្នុងសហគមន៍របស់ខ្លួនលោកខឹមចន្ទ្រាបានកែច្នៃក្រោលគោបងប្រុសរបស់លោកនៅក្នុងភូមិធ្ងឿឃុំចែងមានជ័យស្រុកបាណន់ខេត្តបាត់ដំបងទៅជាថ្នាក់រៀនដើម្បីបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃផ្ដើមចេញពីសិស្សចំនួន2ថ្នាក់សរុប48នាក់នៅឆ្នាំ2015អតីតនិស្សិតបរិញ្ញាបត្រផ្នែកកសិកម្មលោកខឹមចន្ទ្រាបានពង្រីកក្រោលគោនេះទៅជាសាលារៀនមួយដែលមានឈ្មោះថាសាលាសហគមន៍ភាសាអង់គ្លេសភូមិធ្ងឿសាលាក្រៅប្រព័ន្ធនេះបច្ចុប្បន្នមានសិស្សចំនួន5ថ្នាក់សរុប183នាក់និងមានគ្រូបង្រៀនស្ម័គ្រចិត្តចំនួន4នាក់គ្រូស្ម័គ្រចិត្តដែលទទួលប្រាក់ខែ$60ក្នុងមួយខែហើយក្រៅពីបង្រៀនភាសាអង់គ្លេសលោកក៏បានបន្ថែមការអប់រំជាភាសាជាតិផងដែរស្ថាបនិកសាលាសហគមន៍ភាសាអង់គ្លេសភូមិធ្ងឿលោកខឹមចន្ទ្រាពន្យល់ថាលោកចង់ឲ្យកុមារនៅក្នុងសហគមន៍របស់លោកមានសាលានៅជិតផ្ទះងាយស្រួលទទួលបានការអប់រំដោយសារក្នុងវ័យកុមារភាពរបស់លោកត្រូវធ្វើដំណើរស្វែងរកសិក្សាភាសាអង់គ្លេសឆ្ងាយពីផ្ទះហើយត្រូវត្រឡប់មកវិញនៅពេលយប់និងមានការលំបាកជាខ្លាំងពេលដែលយើងបានទៅរៀននៅទីក្រុងទៅរៀននៅផ្សារយើងក៏មើលឃើញពីចំណុចខ្វះខាតក្នុងសហគមន៍យើងហើយក៏យើងត្រឡប់មកវិញចាប់ផ្ដើមបង្កើតសាលាមួយនឹងមកជាគោលបំណងចង់ឲ្យក្មេងៗនៅក្នុងសហគមន៍គាត់បានទទួលចំណេះដឹងថ្មីដូចជាភាសាអង់គ្លេសហើយយើងរួមផ្សំជាមួយនឹងភាសាជាតិផងយើងដែរដែលចង់ឲ្យគាត់បានរៀននៅក្នុងមូលដ្ឋាននៅក្នុងសហគមន៍ហ្នឹងដោយមិនចំណាយថវិកាហើយក៏មិនទៅរៀននៅសាលាដែលឆ្ងាយសិស្សដែលអាចចុះឈ្មោះរៀនដោយឥតគិតថ្លៃបានគឺចាប់ពីអាយុ6ឆ្នាំដល់អាយុ16ឆ្នាំហើយកូនសិស្សភាគច្រើនគឺមកពីគ្រួសារក្រីក្រនិងមួយចំនួនតូចគឺជាកុមារកំព្រាឪពុកម្ដាយនេះបើតាមស្ថាបនិកសាលាសហគមន៍ភាសាអង់គ្លេសភូមិធ្ងឿលោកខឹមចន្ទ្រាឆ្នាំនេះអាយុ31ឆ្នាំលោកជាគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលាមួយនៅក្នុងខេត្តបាត់ដំបងលោកបង្ហើបឲ្យដឹងថាការបង្កើតសាលាបង្រៀនដោយឥតគិតថ្លៃគឺជាការប្រឈមមួយដោយហេតុថាលោកចាប់ផ្ដើមដោយមានគ្រូស្ម័គ្រចិត្តមិនយកកម្រៃនិងដោយមានជំនួយពីអង្គការក្រៅរដ្ឋាភិបាលខ្លះក៏ប៉ុន្តែការជួយជ្រោមជ្រែងនោះគឺមិនស្ថិតស្ថេរនោះទេដូច្នេះលោកត្រូវពុះពៀចំពោះការខ្វះខាតមួយចំនួនដែលកំពុងតែកើតមាននៅក្នុងពេលនេះពោលគឺត្រូវស្វែងរកជំនួយពីប្រភពខាងក្រៅខណៈដែលដំណើរការរបស់សាលាសហគមន៍ភាសាអង់គ្លេសភូមិធ្ងឿត្រូវចំណាយយ៉ាងតិចចំនួន$400ក្នុងមួយខែចាប់តាំងពីឆ្នាំ2015មកសាលាសហគមន៍ភាសាអង់គ្លេសភូមិធ្ងឿបានបណ្ដុះបណ្ដាលសិស្សសរុបចំនួន1000នាក់កញ្ញារឿនចន្ទធីគឺជាសិស្សដែលបានចូលរៀនដំបូងគេនៅពេលដែលសាលាចាប់ផ្ដើមបើកនាងបានទទួលចំណេះដឹងទាំងភាសាខ្មែរនិងភាសាអង់គ្លេសបន្ថែមពីលើអ្វីដែលនាងបានរៀននៅសាលារដ្ឋហើយចំណេះដឹងទាំងនេះគឺជាដើមទុនសម្រាប់បន្តការសិក្សាបន្ថែមលោកជំទាវខួនវិជ្ជការអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាធ្លាប់បានប្រាប់អប្សរាធន័យថាការបង្កើតសាលារៀននៅតាមសហគមន៍ដើម្បីបង្រៀនភាសាអង់គ្លេសដល់ក្មេងៗគឺជាការរួមចំណែកមួយដ៏សំខាន់នៅក្នុងការបំពេញនៅតម្រូវការរៀនសូត្ររបស់ក្មេងៗបន្ថែមទៀតលោកជំទាវបានបញ្ជាក់បន្ថែមថាក្រសួងអប់រំតែងតែគាំទ្រទៅដល់ការជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា